បាទជំរាបសួរបងប្អូនវីដេអូនេះគឺផ្ញើជូនចំពោះបងប្អូនខ្មែរទាំងអស់ដែលរស់នៅប្រទេសថៃក្នុងពេលនេះយើងដឹងហើយថាថ្ងៃទី23ល្ងាចថ្ងៃទី23មានការប្រកាសបិទព្រំដែនទាំងអស់ហើយថ្ងៃទី24ចាប់ផ្ដើមអនុវត្តហើយថ្ងៃទី24នេះគឺនៅវេលាម៉ោង5ល្ងាចរហូតដល់ម៉ោង8យប់ច្រកប៉ែតបានបើកឲ្យពលរដ្ឋខ្មែរចេញត្រឡប់ទៅខ្មែរចំពោះបងប្អូនខ្មែរដែលបន្តធ្វើការនៅប្រទេសថៃក៏ដូចជានៅក្រុងបាងកកផ្ទាល់ចំពោះខ្ញុំគិតថាប្រសិនបើបងប្អូនមានលិខិតស្នាមដែលរស់នៅបានបងប្អូនបន្តរស់នៅទៅបើសិនជាបងប្អូនមិនទាន់ចង់ត្រឡប់ទៅផ្ទះទេក៏ប៉ុន្តែបើសិនជាបងប្អូនចង់ត្រឡប់ទៅផ្ទះបងប្អូនគួរតែតាមដានបញ្ហាព្រំដែនឲ្យបានច្បាស់តើចុះទៅតាមច្រកណាកើតឬមិនកើតតែចំពោះខ្ញុំវិញគឺខ្ញុំនៅបន្តធ្វើការធម្មតាទេគឺมันមានជាបញ្ហាអីទេហើយដូចជាมันមានអីទេបងប្អូនហើយខ្ញុំក៏សង្ឃឹមថាបញ្ហាព្រំដែននេះរវាងខ្មែរថៃនឹងដោះស្រាយបានឆាប់តែវីដេអូនេះគឺខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់ដែលត្រឡប់ទៅផ្ទះណាសូមតាមដានព័ត៌មានឲ្យបានច្បាស់កុំភ័យភ្ញាក់ផ្អើលតាមគ្នាតែយើងត្រូវពិនិត្យមើលឲ្យបានច្បាស់ថាតើយើងទៅនឹងដោយបញ្ហាអីបងប្អូនភ័យខ្លាចឬមួយក៏បងប្អូនត្រឡប់ទៅនឹងដោយសារតែបងប្អូនគ្មានលិខិតស្នាមស្នាក់នៅបើសិនជាបងប្អូនគ្មានលិខិតស្នាមស្នាក់នៅបងប្អូនទៅចោះតែបើមាននៅធ្វើការកើតក៏បន្តនៅធម្មតាទៅបងប្អូន